អ្នកនាំពាក្យសម្ដេចតេជោបញ្យុបរិវារនាយករដ្ឋមន្ត្រីថៃថាបើចិត្តសឿងប្តឹងសម្ដេចតេជោទៅ ICJ ទៅរឿងបែកធ្លាយសម្លេងសន្ទនាបើមិនខ្លាចច្បាប់អន្តរជាតិអ្នកនាំពាក្យសម្ដេចតេជោហ៊ុនសែនប្រធានប្រតិភិបានចំអកទៅកាន់អគ្គលេខាធិការរងនាយករដ្ឋមន្ត្រីថៃដែលប្រកាសប្តឹងសម្ដេចតេជោរឿងបែកធ្លាយសម្លេងសន្ទនាជាមួយនាយករដ្ឋមន្ត្រីខ្លួនថាបើចិត្តសឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កុំហ៊ានប្តឹងត្រឹមតែក្នុងរបងផ្ទះខ្លួនដោយលោកយល់ថាការដាក់ពាក្យបណ្ដឹងប្រឆាំងនឹងសម្ដេចតេជោហ៊ុនសែនជាទង្វើកូនក្មេងធ្វើឡើងដើម្បីបោកបញ្ឆោតពលរដ្ឋថៃដែលឆោតល្ងង់និងបិទបាំងភាពទន់ជ្រាយរបស់នាយករដ្ឋមន្ត្រីថៃខ្លួនឯងការលើកឡើងអ្នកនាំពាក្យសម្ដេចតេជោបន្ទាប់ពីមេដឹកនាំគណៈបកសេរីរួមថៃបានដាក់ពាក្យបណ្ដឹងទៅប៉ូលីសប្រឆាំងនឹងប្រធានប្រតិភិកម្ពុជាសម្ដេចហ៊ុនសែនបន្ទាប់ពីបែកធ្លាយសម្លេងសន្ទនារវាងសម្ដេចនិងនាយករដ្ឋមន្ត្រីថៃនាពេលថ្មីៗនេះពាក់ព័ន្ធនឹងករណីនេះឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកាលពីយប់ថ្ងៃទី23ខែមិថុនាឆ្នាំ2025បានឲ្យដឹងតាមប្រព័ន្ធ Telegram យ៉ាងដូចនេះថាខ្ញុំសូមផ្ដាំទៅសំគិតជើគង់អគ្គលេខាធិការរងនាយករដ្ឋមន្ត្រីថៃដែលប្តឹងសម្ដេចតេជោរឿងសម្លេងសន្ទនារវាងសម្ដេចនិងនាយករដ្ឋមន្ត្រីថៃថាលោកឯងកំពុងលេងល្បែងកូនក្មេងបោកបញ្ឆោតមតិសាធារណជនខ្លួនដើម្បីការពារនិងបិទបាំងនៅភាពអាម៉ាស់និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្ត្រីលោកឯងតែប៉ុណ្ណោះជាមួយគ្នានោះដែរអ្នកនាំពាក្យសម្ដេចតេជោបានចំអកទៅកាន់អគ្គលេខាធិការរងនាយករដ្ឋមន្ត្រីថៃរូបនោះយ៉ាងដូចនេះថាសូមអញ្ជើញលោកឯងប្តឹងហើយបើចិត្តសឿងកុំអង្អាតប្តឹងត្រឹមតែនៅក្នុងប្រទេសថៃប្តឹងទៅតុលាការអន្តរជាតិទៀតផងទៅសូមអញ្ជើញតែខ្ញុំដឹងមារយាទរបស់ក្រុមលោកឯងមិនហ៊ានទេទៅតុលាការអន្តរជាតិអីនោះព្រោះក្រុមលោកឯងខ្លាចច្បាប់អន្តរជាតិណាម្យ៉ាងនៅញ័រមិនទាន់បាត់ផងរឿងកម្ពុជាប្តឹងទៅ ICJ នោះលើសពីឯកឧត្តមអ្នកនាំពាក្យសម្ដេចតេជោក៏បានសុំផ្ដាំទៅតែមាវេសមេបកសេរីរួមថៃផងថាអ្នកនយោបាយហ៊ុនអនលោកឯងកុំចង់តាំងយកប្រជាប្រិយភាពរបស់សម្ដេចតេជោដើម្បីតាក់ទាញការចាប់អារម្មណ៍អីទៅមិនរួចទេព្រោះលោកឯងធ្វើនយោបាយប្រជាភិថុតខ្លាំងបានតែរឿងប្រឌិតបោកប្រាស់ប៉ុណ្ណោះអ៊ីឈីតាន់ចែកបិទចែកធំហើយច្រើនជាងមុន